ការផ្ទេរកីឡាករជាតិនិងអន្តរជាតិលើកទី2នៃបណ្ដាក្លឹបអាជីពនៅក្នុងលីកកំពូលកម្ពុជានឹងបិទបញ្ចប់ការដោះដូរកីឡាករនៅថ្ងៃទី14មករាឆ្នាំ2026ខាងមុខនេះហើយក្រោយពីបើកការដោះដូរកីឡាករតាំងតែពីថ្ងៃទី15ធ្នូឆ្នាំ2025កន្លងទៅបច្ចុប្បន្នក្លឹបបាល់ទាត់អាជីពនៅលីកកំពូលកម្ពុជាកំពុងតែមមាញឹកក្នុងការស្វះស្វែងនាំយកកីឡាករថ្មីៗមកពង្រឹងក្រុមបន្ថែមក៏ដូចជាបំពេញនៅចំណុចខ្វះខាតកាលពីជុំទី1កន្លងទៅគួររំលឹកថាការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាឬ Cambodian Premier League 2025-2026 បានចាប់ផ្ដើមបើកការប្រកួតតាំងតែពីថ្ងៃទី9សីហាដោយមានក្លឹបចំនួន11ប្រកួតប្រជែងសូមបញ្ជាក់ផងដែរថាគិតត្រឹមសប្តាហ៍ទី14កន្លងទៅប្រកាសអេរីស្វារៀងនៅតែឈរនៅកំពូលតារាងមាន33ពិន្ទុភ្នំពេញ Ground ឈរនៅលេខរៀងទី2មាន30ពិន្ទុអង្គរ Tiger ឈរនៅលេខរៀងទី3មាន23ពិន្ទុបង្កេតឈរនៅលេខរៀងទី4មាន22ពិន្ទុ Nagavel ឈរនៅលេខរៀងទី5មាន19ពិន្ទុ MOI កំពង់ដេវ៉ាឈរនៅលេខរៀងទី6មាន17ពិន្ទុ